កីឡាករក្លាករនីម៉ូតូទឹកបានចូលរួមបង្ហាញបច្ចេកទេសយ៉ាងជក់ចិត្តជូនដល់មហាជនចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍តារាសាគរទេសចរសមុទ្រដែលប្រព្រឹត្តទៅដែលបានប្រារព្ធកាលពីចុងសប្តាហ៍កន្លងទៅនៅតំបន់អភិវឌ្ឍន៍ឆ្នេរតារាសាគរឃុំកោះស្ដេចស្រុកគិរីសាគរខេត្តកោះកុងលោកមាសម៉ាប់អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានលើកឡើងថាការប្រណាំងម៉ូតូទឹកនេះគឺជាការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍តារាសាគរទេសចរសមុទ្រផងនិងជាការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2025របស់ខ្លួនរបស់សហព័ន្ធផងលោកបន្ថែមថាការប្រណាំងម៉ូតូទឹកនិងប្រភេទកីឡាជាច្រើនទៀតបានបំផុសការផ្សព្វផ្សាយវិស័យកីឡារបស់កម្ពុជាក៏ដូចជាគៀកោភ្ញៀវជាតិអន្តរជាតិឲ្យចូលរួមទស្សនាកាន់តែច្រើននិងអធិកអធមផងដែរការរៀបចំប្រភេទកីឡាម៉ូតូទឹករបស់សហព័ន្ធទទួលបានការគាំទ្រពីក្រសួងទេសចរណ៍និងក្រុមហ៊ុន Costa City Development Group ព្រមទាំងរដ្ឋបាលខេត្តកោះកុងអគ្គលេខាធិការបន្ថែមថាការប្រណាំងម៉ូតូទឹកនេះមានកីឡាករក្លាករនីចូលរួមជាង20នាក់ខណៈប្រភេទកីឡាលើទឹកមួយនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជនជាមួយនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍជំនាញកីឡាប្រកបដោយសក្តានុពលខ្ពស់ជាមួយគ្នានេះលោកមាសម៉ាប់សង្កត់ធ្ងន់ថាការចូលរួមប្រណាំងអបអរសាទរកីឡាម៉ូតូទឹកនេះបង្ហាញពីសក្តានុពលប្រភេទកីឡាទេសចរដ៏ទាក់ទាញមួយនេះទៅតាមតំបន់ឆ្នេររួមទាំងការរៀបចំការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2025នៅក្នុងព្រឹត្តិការណ៍នេះដែរដោយមានការចូលរួមពីកីឡាករវ័យក្មេងៗនិងកីឡាករនីម្នាក់ផងដែរបន្ថែមលើពីនេះអគ្គលេខាធិការដដែលបានគូបញ្ជាក់ថាសហព័ន្ធមានផែនការថ្មីៗមួយចំនួនទៀតក្នុងការរៀបចំការប្រកួតទៅតាមបណ្ដាក្លឹបនៃគោលដៅទេសចរសំខាន់ៗនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជាដូចជានៅខេត្តកំពង់ចាមកែបប្រសេនុភ្នំពេញជាពិសេសនៅទីលានម៉ូតូទឹករសុំហាប់តីស្ថិតនៅឃុំក្រញូងសាន់ជ័យស្រុកស្នួរខេត្តក្រចេះដែលជាទីលានបោះជំរំវឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាដែលវរៈកីឡាករសាលីអូម៉ឺបានសាងសង់ឡើងនោះជាមួយគ្នានេះលោកជាតិហុកនាយកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Costa City Development Group បានលើកឡើងថាកម្មវិធីប្រកួតម៉ូតូទឹកនៅថ្ងៃនេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ធំតារាសាគរទេសចរដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី27ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025ដើម្បីចូលរួមចំណែកលើកកម្ពស់សក្តានុពលទេសចរតំបន់ឆ្នេរនិងគាំទ្រដល់វិស័យកីឡារបស់យើងខណៈវិស័យកីឡាម៉ូតូទឹកនៅកម្ពុជាក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផ្ដើមចេញពីសកម្មភាពកម្សាន្តលំហែតាមឆ្នេរពេលនេះកីឡាមួយប្រភេទនេះបានវិវត្តខ្លួនក្លាយជាកីឡាដែលមានស្តង់ដាររួមបញ្ចូលទាំងភាពសប្បាយរីករាយនិងបច្ចេកទេសកម្រិតខ្ពស់ទីតាំងតារាសាគរនៃខេត្តកោះកុងនេះគឺជាវេទិកាដ៏ស័ក្តិសមបំផុតសម្រាប់ការប្រកួតកីឡានេះដោយសារយើងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងផ្ទៃទឹកសមុទ្រខៀវស្រងាត់ដែលអំណោយផលដល់កីឡាលើទឹកគ្រប់ប្រភេទផងដែរក្នុងន័យការរៀបចំការប្រកួតនៅថ្ងៃនេះមិនត្រឹមតែធ្វើឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាម៉ូតូទឹកនៅកម្ពុជាឲ្យកាន់តែមានភាពសកម្មនិងរឹងមាំដើម្បីបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធនាការជំរុញនិងផ្សព្វផ្សាយសក្តានុពលទេសចរក្នុងខេត្តកោះកុងជាពិសេសតំបន់តារាសាគរដែលសម្បូរទៅដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះឲ្យកាន់តែល្បីល្បាញផងដែរយើងសង្ឃឹមយ៉ាងមុតមាំថាព្រឹត្តិការណ៍នេះនឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកកម្សាន្តនៅតារាសាគរកាន់តែច្រើនកកព្រមទាំងរួមចំណែកប្រែក្លាយតំបន់នេះឲ្យទៅជាគោលដៅទេសចរកីឡាដ៏ទាក់ទាញបំផុតនៅកម្ពុជាគូបញ្ជាក់ដែរថាឆ្លងកាត់ការប្រកួតនេះគណៈកម្មាធិការបច្ចេកទេសសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជារួមមានវិញ្ញាសារ៉ាននៅបាវ1100ស្តុកលេខ1កីឡាករហងហេងគៀងលេខ2កីឡាករនីហងម៉ាក់ណាវលេខ3កីឡាករទូករ៉ាមីវិញ្ញាសាស្គី1500ស្តុកលេខ1កីឡាករខុនសេងហាក់លេខ2កីឡាករឡុងច័ន្ទឌីលេខ3កីឡាករព្រាបរាឆាគណៈវិញ្ញាសាររ៉ាននៅបាវអូផេនលេខ1កីឡាករខុនសេងប៊ុនហាក់លេខ2កីឡាករហូនទូចគណៈលេខ3កីឡាករហងម៉ាក់ណាវ